ជំរាបសួរនាងខ្ញុំឡៃដាណេពី Oswai Migration and Education ថ្ងៃនេះនាងខ្ញុំសូមជូនព័ត៌មានបន្ថែមអំពីឱកាសការងារនៅប្រទេសអូស្ត្រាលីសម្រាប់លោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យថ្មីនេះយើងទទួលបានសំណួរជាច្រើនដែលតាក់ទងនឹងដំណើរការនៃការដាក់ពាក្យស្នើសុំសិទ្ធិធ្វើការនៅប្រទេសអូស្ត្រាលីក្នុងនាមជាគ្រូពេទ្យOswai Migration and Education ពិតជារីករាយនឹងធ្វើការជាមួយបងប្អូនក្នុងការផ្តល់ព័ត៌មានឲ្យបានជាក់លាក់អំពីការដាក់ពាក្យស្នើសុំសិទ្ធិធ្វើការនេះដើម្បីឲ្យលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យទទួលបានសិទ្ធិធ្វើការដោយជោគជ័យគឺយើងត្រូវការផ្តល់ប្រឹក្សាយ៉ាងលម្អិតលើដំណាក់កាលនីមួយៗហើយការផ្តល់ប្រឹក្សានេះនឹងធ្វើការវិតម្លៃលើគុណសម្បត្តិនិងជំនាញរបស់អ្នកថាតើអ្នកអាចមកធ្វើការនៅក្នុងប្រទេសអូស្ត្រាលីក្នុងនាមជាគ្រូពេទ្យបានដែរឬទេលើពីនេះអ្នកជំនាញនឹងពន្យល់អ្នកយ៉ាងជាក់លាក់អំពីដំណើរការនៃការដាក់ពាក្យអ្នកទាំងអស់គ្នាដឹងទេថាដើម្បីទទួលបានសិទ្ធិធ្វើការស្របច្បាប់ក្នុងនាមជាគ្រូពេទ្យវាមានការពាក់ព័ន្ធនឹងទិដ្ឋាការផ្សេងគ្នាប៉ុន្តែកុំបារម្ភអ្នកជំនាញរបស់យើងនឹងពន្យល់អ្នកយ៉ាងក្បោះក្បាយត្រង់ចំណុចនេះមិនត្រឹមតែប៉ុណ្ណោះអ្នកជំនាញនឹងពន្យល់អ្នកអំពីការកំណត់ពេលវេលានិងហានិភ័យដែលពាក់ព័ន្ធវាមានភាពចាំបាច់ណាស់ដែលអ្នកត្រូវដឹងអំពីហានិភ័យដែលអាចកើតមានដូច្នេះអ្នកអាចត្រៀមលក្ខណៈទុកជាមុនចំណុចដែលល្អមួយទៀតនោះគឺអ្នកនឹងទទួលបានការផ្ដល់ដំបូន្មានជាលក្ខណៈអក្សរនិងសេចក្តីសង្ខេបអំពីដំណើរការនៃការដាក់ពាក្យដែលល្អបំផុតសម្រាប់អ្នកវាមានន័យថា Oswai Migration and Education នឹងផ្ញើអ៊ីមែលទៅអ្នកដែលជាសេចក្តីសង្ខេបអំពីការផ្ដល់ព័ត៌មាននេះដូច្នេះអ្នកអាចរក្សាវាជាឯកសារសម្រាប់ប្រើប្រាស់នៅពេលចាំបាច់ប្រឹក្សាជាមួយអ្នកជំនាញពិតជាសំខាន់ណាស់សម្រាប់អ្នកដែលមានបំណងប្រាថ្នាចង់ធ្វើការនៅប្រទេសអូស្ត្រាលីបើទោះបីជាពេលនេះអ្នកអាចមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានឱកាសនេះប៉ុន្តែអ្នកនឹងទទួលបានផ្លូវមួយយ៉ាងច្បាស់លាស់សម្រាប់ការរៀបចំខ្លួននាពេលអនាគតវិជ្ជបណ្ឌិតឬដុកទ័ររបស់ប្រទេសកម្ពុជាគឺមានការទទួលស្គាល់នៅក្នុងប្រទេសអូស្ត្រាលីហើយវាមានតម្រូវការមួយចំនួនដើម្បីធ្វើការចំណាកស្រុកមកកាន់ប្រទេសអូស្ត្រាលីប៉ុន្តែដំណើរការនេះគឺអាចកាន់តែស្មុគស្មាញនៅពេលដែលអ្នកមិនទទួលបានការណែនាំត្រឹមត្រូវកិច្ចការងាររបស់ពួកយើងគឺវិតម្លៃនិងសម្រួលដំណើរការដែលតាក់ទងនឹងច្បាប់សម្រាប់អ្នកដូច្នេះអ្នកអាចយកពេលវេលាផ្ដោតទៅលើតែជំនាញរបស់អ្នកដើម្បីឲ្យគេទទួលស្គាល់នៅក្នុងការធ្វើចំណាកស្រុកមកកាន់ប្រទេសអូស្ត្រាលីដោយមិនចាំបាច់ព្រួយបារម្ភអំពីបទបញ្ញត្តិនិងច្បាប់នានានោះទេព័ត៌មានបន្ថែមសូមតាក់ទងមក Oswai Migration and Education តាមរយៈព័ត៌មាននៅលើអេក្រង់នេះលោកអ្នកក៏អាចធ្វើការណាត់ជួបជាមួយនឹងអ្នកជំនាញរបស់យើងតាមរយៈ link នៅលើវីដេអូនេះផងដែរសូមអរគុណសូមជម្រាបលា